ភាគីថៃបាននិយាយថាប្រសិនបើខ្មែរយើងចង់បានទឹកដីត្រឡប់មកវិញត្រូវតែធ្វើតាមលក្ខខណ្ឌរបស់ថៃជាសម្ដីរបស់លោកស៊ូវរីអ្នកនាំពាក្យកងទ័ពភូមិន្ទរបស់ថៃបានថ្លែងប្រាប់សារព័ត៌មានរបស់ថៃក្នុងពេលថ្មីនេះដោយលោកបានលើកឡើងថាប្រសិនបើខ្មែរយើងចង់បានទឹកដីត្រឡប់មកវិញត្រូវតែធ្វើតាមថៃដាច់ខាតទី1ការចរចាទ្វេភាគីហាមឲ្យប្រទេសទី3ចូលរួមនិងទី2កុំនិយាយអាក្រក់ពីប្រទេសថៃទី1តាក់ទងជាមួយទៅនឹងការចរចាទ្វេភាគីខ្មែរយើងដឹងហើយថាទៅមិនរួចទេម្នាក់ខាងថៃយកផែនទីគូសដោយឯកតោភាគីមកបង្ហាញចំណែកឯកម្ពុជាយកផែនទីដែលទទួលស្គាល់ដោយអន្តរជាតិមកបង្ហាញចឹងនិយាយបែបណាក៏និយាយមិនត្រូវគ្នាដែរណាបងប្អូនចឹងខ្មែរយើងមានតែប្តឹងទៅ ICJ ហើយណាទើបអាចដោះស្រាយបានចឹងបានថាពូជថៃនេះខូចមែនតែនដំបងឡើយថាมันឈ្លានពានកម្ពុជាទេប៉ុន្តែចុងក្រោយបែកជាសារភាពថាគឺជាអ្នកឈ្លានពានកម្ពុជាទៅវិញឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង